អាគនាយកដ្ឋានអន្តរប្រវេសន៍បានធ្វើការបណ្តេញចេញជនបរទេសចំនួន225នាក់ចេញពីព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី17និង18ខែកុម្ភៈឆ្នាំ2026អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន225នាក់ស្រី38នាក់មាន13សញ្ជាតិរួមមានចិនហ្គាណាកេនយ៉ាម៉ាឡេស៊ីចិនតៃវ៉ាន់ប៉ាគីស្ថានឥណ្ឌាឥណ្ឌូនេស៊ីយូហ្គង់ដាស្រីលង្កាហ្វីលីពីនវៀតណាមនិងហ្ស៊ីមបាវេត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិដេជោដែលជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅគ្មានលិខិតឆ្លងដែននិងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាការបណ្តេញចេញជនបរទេសខាងលើនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយចំពោះមុខមេខ្លោងដែលនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។